បាទខ្ញុំបាទសូមគោរពជំរាបសួរលោកអ្នកជំរាបចិត្តនឹងរោមភាសានឹងសួស្តីយុវវ័នយុវតីសាសនានឹងសិស្សដោយមេត្តាបាទយើងមានសញ្ជាតិជាកម្ពុជាកាន់អត្តសញ្ញាណប័ណ្ណជាកម្ពុជាណាបាទយើងយកបញ្ញាចក្ខុបញ្ញាសតៈបញ្ញាទេសនៈនេះក៏យើងហាក់បីចាស់ក៏បានយើងអានអក្សរកម្ពុជាបញ្ចេញសូរខ្យល់អយចូលតាមចំនួនខ្យល់របស់បច្ច័យអក្សរខ្មែរយើងណាបាទក្នុងទង្វើ1597យើងត្រូវអានថាអត្តសញ្ញាណប័ណ្ណកុំអានថាអត្តសញ្ញាណប័ណ្ណអានេះអត់មានបញ្ញាទេអានចាបើតែអានតាមគេអត់ដឹងតែខុសអត់ដឹងតែត្រូវទេម្នាក់គួរតែដឹងតែខុសអត់ត្រូវខ្យល់បើយើងអានថាអត្តសញ្ញាណប័ណ្ណមិនកំអានសញ្ញាប័ណ្ណផងទៅលោកបាទខ9អក្សរអក្ខុសៈនៅពីខាងដើមឬពីខាងលើអក្សរដែលត្រូវសម្រាប់ទៅមានសំឡេងតូចគឺញោណូម៉ូយ៉ូរ៉ូឡូវ៉ូមិនត្រូវសម្រាប់ដោយមូសេតុនមូសេតុនអាចពីកណ្ដាលឬក៏បន្ទាប់ពីណានេះទេបាទថាវាដូនសំឡេងវាថាកេរិយាតែដូនសំឡេងអត់មានរិយាទេបាទចរិយាអត់មានចរិយាទេនេះបានសញ្ញាបាទសញ្ញាបាទទំព័រ1249អញ្ជើញលោកអ្នកអានជាមួយនឹងខ្ញុំបាទគេថាសញ្ញាបត្រឬក៏សញ្ញាបត្របាទមានអ្នកណាអានសញ្ញាបត្រទេអត់នោះមានទេមិនមានទេបើមិនមានអ្នកណាអានសញ្ញាបត្របើថាអត្តសញ្ញាណប័ណ្ណក៏វាគ្មានមានតែសញ្ញាបត្រក៏មានតែអត្តសញ្ញាណប័ណ្ណឯងបាទគួរលោកចូលអត្តសញ្ញាណប័ណ្ណទំព័រ1597បាទអញ្ជើញលោកអ្នកបានពាក្យមេពាក្យត្រង់នេះជាមួយខ្ញុំបាទគេថាអត្តសញ្ញាណបាទអត្តសញ្ញាណពាក្យបង្កប់ឲ្យអានក៏សញ្ញាណបាទអត្តសញ្ញាណប័ណ្ណឬប័ណ្ណលិខិតជាផ្លូវការនៃអត្តសញ្ញាណបានន័យថាសម្បត្តិជាគ្រឿងសម្គាល់ខ្លួនមនុស្សឬក៏សត្វនិងវត្ថុផ្សេងៗគឺវាមានអត្តសញ្ញាណបានន័យថាមានសម្បត្តិលេខឆ្លាក់លេខបញ្ចប់នឹងខ្លួនឯងបាទនេះខ្មែរយើងម្នាក់ណាគួរអានឲ្យត្រូវយកបញ្ញាមកអានមកលោកអ្នកកុំអានអត្តសញ្ញាណខ្ញុំខ្មាស់ទីណាកើតជាខ្មែរអានមិនត្រូវបើខ្ញុំជួខ្មាស់ញោមវាជួមើលទៅមិត្តអត្តសញ្ញាណឬអានតាមគ្នាថាតាមគ្នាតែប៉ុណ្ណោះឯងបាទអរគុណទំព័រ184វិញ្ញាណអិតមានអក្សរណានៅពីខាងដើមនេះណាលោកអ្នកវិញ្ញាណទេណាបាទបង្កប់ឲ្យអានគឺវិញ្ញាណត្រេពីនេះគេហៅថាសតិសញ្ញាវិញ្ញាបនបត្តិណាបាទវិញ្ញាសាបាទអិតមានអក្សរណានៅពីខាងដើមទេលោកអ្នកចាំមើលអក្សរដែលមានអក្សរនៅក្នុងគឺទំព័រ1248គឺសាច់ជៈបាទបែរនេះថាសាច់ជៈដូច្នេះអក្សរមិនអាចសម្រាប់អក្សរចូលនិងអក្សរឈោបានទេអក្សរគោក៏សម្រាប់បានខោក៏សម្រាប់បានបាទនេះសច្ឆេយកម្មឬក៏សច្ជាតិគេសច្ជាតិអក្សរអាចសម្រាប់អក្សរញោបានអក្សរនោះណាប៉ុន្តែជាចូលនៅពីក្រោមនោះយ៉ាងម៉េចអត់សម្រាប់បានទេណាលោកយល់ទេបាទយល់ទេបាទនេះថាខោសៈរឹងមិនអាចសម្រាប់បានទេដល់អក្សរចូលសច្ជាតិនេះអក្សរដែរខោសៈទុនជ្រេដែរប៉ុន្តែចូលនៅពីក្រោមប៉ុណ្ណឹងយល់ហើយលោកបាទអរគុណច្រើនជប់សិក្សាច្រើនដល់ណាស់ហើយ